ចង់បដូរឈ្មោះ Facebook តាមទូរស័ព្ទដៃតែរកកន្លែងអត់ឃើញមែនអត់ឬក៏បដូរហើយជាប់គាំងបដូរមិនចេញមើលវីដេអូនេះឲ្យចប់ខ្ញុំនឹងបង្ហាញវិធីបដូរងាយៗត្រឹមតែ1នាទីប៉ុណ្ណោះបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ធុ Knowledge ជាមួយខ្ញុំបាទធុកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានតិចនិចបច្ចេកវិទ្យាថ្មីៗជារៀងរាល់ថ្ងៃតោះទៅមើលវីដេអូអំពីរបៀបធ្វើទាំងអស់គ្នាអូខេបងប្អូនឥឡូវនេះយើងមកដល់ screen ទូរស័ព្ទដៃហើយដំបូងបំផុតបងប្អូនចូលទៅកាន់កម្មវិធី Facebook បាទ Facebook នេះខ្ញុំចុចបើកវាអូខេ sorry ខ្ញុំចុចបើកវាចឹងមករួចបងប្អូននៅពេលដែលបើក Facebook ហើយបងប្អូនធ្វើយ៉ាងណាបងប្អូនត្រូវ switch ចូលទៅកាន់ page របស់បងប្អូនដែលចង់បដូរឈ្មោះសិនអញ្ចឹងណាឥឡូវដើម្បីបដូរទៅជា Facebook page បាទអាកន្លែងនេះឈ្មោះនេះគឺជា account profile របស់ខ្ញុំទេមិនមែន page ទេអញ្ចឹងបងប្អូនចុចអាកន្លែងនេះមកនេះអាកន្លែងសញ្ញាព្រួញចុះក្រោមនេះណាបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកដើម្បីឃើញឈ្មោះ page របស់យើងដែលចង់បដូរចឹងខ្ញុំឧទាហរណ៍ខ្ញុំចង់បដូរឈ្មោះ page មួយនេះ page ទី3ជួរទី3នេះណាបាទគុណខ្មែរ boxing world នេះណាឥឡូវខ្ញុំចុចលើឈ្មោះ page ហ្នឹងដែលខ្ញុំចង់បដូរបាទហើយបន្ទាប់មកទៀតបាទបងប្អូនចុចលើរូប profile របស់យើងកន្លែងនេះក៏បានបាទអាកន្លែងនេះក៏បាននេះអាកន្លែងនេះក៏បានហើយឥឡូវខ្ញុំថយវិញបងប្អូនចុចអាកន្លែងរូប profile យើងកន្លែងនេះក៏បានដែរអញ្ចឹងណាបាទឥឡូវខ្ញុំចុចលើកន្លែងនេះបន្ទាប់មកទៀតបងប្អូនបាទនេះអាកន្លែង tray 3នេះឆ្នោត3នេះបងប្អូនបាទបងប្អូនចុចលើកន្លែងឆ្នោត3មកបាទដើម្បីបដូរឈ្មោះ page បន្តទៀតបងប្អូនចុចលើពាក្យនេះsetting and privacy បាទខ្ញុំចុចលើពាក្យ setting and privacy បន្តទៀតបងប្អូនចុចកន្លែង setting នេះបាទនេះ setting នេះបាទបន្តមកទៀតបងប្អូនចូលទៅកាន់ពាក្យថានេះសញ្ញានេះគេហៅថាសញ្ញាតុងជាតិក៏បានតុងជ័យក៏បាននេះកន្លែងនេះបងប្អូនបន្ទាប់ពីសញ្ញាលេខបូក story ណាបើសម្រាប់ទូរស័ព្ទបងប្អូនដែលដាក់ភាសាខ្មែរអញ្ចឹងបងប្អូនចំណាំសញ្ញាមកបាទបន្ទាប់ពីសញ្ញាបូកនេះបាទបន្ទាប់ពី real នេះសញ្ញានេះអញ្ចឹងបងប្អូនចុចកន្លែងសញ្ញាតុងជ័យនេះមកបាទហើយមានពាក្យថា page setup បាទអញ្ចឹងមកនេះបងប្អូននឹងឃើញឈ្មោះនេះ page setup នេះឈ្មោះ page របស់យើងអាចាស់អញ្ចឹងបងប្អូនចុចលើកន្លែង name នេះមកបាទចុចកន្លែង name នេះបាទវាឲ្យយើងបដូរហើយអញ្ចឹងតាក់ទងនឹងឈ្មោះនេះគឺបងប្អូនត្រូវរកនឹកឈ្មោះថ្មីឲ្យហើយតើបងប្អូនចង់ដាក់ឈ្មោះអីឥឡូវឧទាហរណ៍ថាខ្ញុំបដូរឈ្មោះនេះចេញដើម្បីឧទាហរណ៍បង្ហាញជូនបងប្អូនខ្ញុំលុបពាក្យនឹងចេញហើយខ្ញុំដាក់តែប៉ុណ្្នឹងទេហើយខ្ញុំបន្ថែមពាក្យខ្មែរទៀតបាទខ្ញុំដាក់ពិភពគុណខ្មែរបាទពិភពអូខេពិភពបាទគុណខ្មែរអញ្ចឹងណាពិភពគុណខ្មែរបាទបងប្អូនវាយឈ្មោះ page បញ្ចូលឈ្មោះ page ដែលបងប្អូនចង់បដូរឲ្យបងប្អូនចុចកន្លែង review change នេះពណ៌ខៀវនេះពណ៌ទឹកប៊ិចនេះបាទអញ្ចឹងខ្ញុំចុចលើវាចឹងមកអូខេនេះហើយខាងលើគេដាក់ current page name ខាងលើហ្នឹងណាបាទនេះហើយខាងក្រោមនេះ new page name បាទឈ្មោះ page ថ្មីអានេះឈ្មោះ page បច្ចុប្បន្នអញ្ចឹងនៅពេលដែលបងប្អូនបដូរហើយវានឹងចេញបែបនេះអញ្ចឹងណាបាទចេញគុណខ្មែរ world អញ្ចឹងទៅអញ្ចឹងបងប្អូនបន្ទាប់ពីរួចរាល់ហើយបងប្អូនចុចនេះខាងក្រោមនេះ submit for approve បាទចុចចឹងមកអូខេបាទចាំតិចបងប្អូនអូខេសូមអធិស្ឋានបងប្អូនដោយសារតែមិញជាធម្មតាបន្ទាប់ពីចុច submit for approve ហ្នឹងហើយវាឲ្យយើងបញ្ចូលលេខកូដដល់ពេលខ្ញុំចុចហើយវាអត់ឲ្យយើងបញ្ចូលលេខកូដទៀតអញ្ចឹងណាបាទឥឡូវខ្ញុំចូលអញ្ចឹងមកខ្ញុំ refresh ឥឡូវឈ្មោះ page ថ្មីហ្នឹងត្រូវបានផ្លាស់ប្ដូរហើយអញ្ចឹងណាអញ្ចឹងបើសិនជាអាកន្លែងចុច submit for approve មិញហ្នឹងបើសិនជាគេទាឲ្យបងប្អូនវាយលេខកូដគឺបងប្អូនបញ្ចូលលេខកូដបាទ account Facebook របស់យើង account Facebook ដែលជាម្ចាស់នៃ page ហ្នឹងម្ចាស់នៃ page នេះអញ្ចឹងណាឬក៏គេហៅថា admin នៃ page ហ្នឹងបងប្អូនវាយលេខកូដមកវានឹងផ្លាស់ប្ដូរឲ្យយើងហើយ
ហើយមួយវិញទៀតបន្ទាប់ពីបងប្អូនបានបដូរឈ្មោះ page Facebook រួចរាល់ហើយចំណុចសំខាន់បន្ថែមទៀតគឺបងប្អូនត្រូវតែដាក់ username ឬក៏បាទបដូរ username ផងដែរ username នេះគឺឈ្មោះដែលងាយស្រួលនៅពេលដែលគេស្វែងរកនៅតាមកន្លែង search របស់ Facebook ណាពេលខ្លះគេ search ឈ្មោះ page Facebook របស់យើងអត់ឃើញទេប៉ុន្តែនៅពេលដែលគេ search username របស់យើងបាទងាយនឹងឃើញមិនងាយឃើញត្រូវតែឃើញតែម្ដងហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែកំណត់ username មួយទៀតត្រង់កន្លែងនេះកន្លែងខាងក្រោមបាទខាងក្រោមឈ្មោះ page នេះណាឥឡូវខ្លៃលោបងប្អូនមិនទាន់អញ្ចឹងខ្ញុំថយក្រោយសិនបន្ទាប់ពីបងប្អូនចូលនៅក្នុងកន្លែងបាទ setting and privacy នេះហើយបងប្អូនចុចកន្លែង setting នឹងទៀតបាទហើយបន្តមកទៀតធម្មតាយើងបដូរឈ្មោះ page យើងមិនចូលកន្លែង page setup នេះត្រូវទេបាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកបាទនេះកន្លែង username ណាបងប្អូនបាទនេះបាទឈ្មោះមិញខ្ញុំបដូរហើយអញ្ចឹងខ្ញុំដាក់ username អញ្ចឹង username យើងដាក់ឲ្យដូរឈ្មោះ page របស់យើងមកបាទមិញហ្នឹងបាទគុណខ្មែរគុណកុំដក clear ណាបងប្អូនបាទបើសិនជាដក clear គឺអត់ស្គាល់ទេវាអត់ឲ្យ username ហ្នឹងគេអត់ឲ្យយើងដក clear ដែរគុណខ្មែរ world បាទ LD នេះ only បាទគេដាក់page username can only include letter and number បាទអត់ឲ្យដក clear ទេបានតែអក្សរហើយនឹងលេខអញ្ចឹងបងប្អូនវាយតែប៉ុណ្ណឹងក៏បានតែបើបងប្អូនចង់បន្ថែមកតុយលេខទៀតក៏បានលើឧទាហរណ៍ថាខ្ញុំវាយ99គុណខ្មែរ world 99អញ្ចឹងណាបាទក៏បានដែរឥឡូវខ្ញុំសុំអត់ដាក់តិចចុះឥឡូវខ្ញុំចុច save ចាំមើលវាជាប់អត់បើសិនជាអត់ឲ្យគឺយើងថែមកតុយទៅវាឲ្យអញ្ចឹងណាបាទអញ្ចឹងខ្ញុំចុច save កន្លែងនេះហើយបាទ your username has saved បាទអញ្ចឹងបានហើយអញ្ចឹង username ហ្នឹងគឺយើងបានកំណត់ហើយបាទជាមួយខ្ញុំថយក្រោយខ្ញុំចូលមកវិញចាំមើលវាឲ្យអត់នេះអូខេបងប្អូនឃើញទេមិនអត់មានទេតែឥឡូវមានហើយអូខេអញ្ចឹងត្រង់ការកំណត់ username គឺមានតែប៉ុណ្្នឹងឯងហ្នឹងហើយអូខេបងប្អូនបើសិនជាបងប្អូនធ្វើហើយចេញខុសពីខ្ញុំហើយធ្វើមិនបានអាច comment សួរនៅខាងក្រោមវីដេអូនេះបានបាទឬក៏បងប្អូនjoinជាមួយនឹងchannel Telegram របស់ខ្ញុំឬក៏ក្រុម Telegram របស់ខ្ញុំបងប្អូនអាចសួរនៅក្នុងនឹងបន្ថែមបានហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំពេលនេះបងប្អូនចំណុចគួរចងចាំក្រោយពេលបដូរឈ្មោះហើយបងប្អូនមិនអាចបដូរម្ដងទៀតបានទេក្នុងរយៈពេល7ថ្ងៃឬក៏60ថ្ងៃអាស្រ័យទៅលើប្រភេទនៃ page ប្រសិនបើបងប្អូនធ្វើបានហើយកុំភ្លេច comment ប្រាប់ខ្ញុំផងណាសូមអរគុណនិងជួបគ្នានៅវីដេអូបន្ទាប់